ឲ្យមានវត្តមានលោកបរាជិតទេពនៅក្នុងវត្តរបស់យើងទេប៉ុន្តែដល់គណៈកម្មការអាចារ្យក្នុងវត្តនេះបានឧបត្ថម្ភប្រសងទាំង180អង្គមិនព្រមគោរពតាមសំសម្រាប់នៅក្នុងវត្តរបស់យើងគឺតែបានទៅឲ្យវត្តមានដ៏សំទេពនៅលើទឹកដីនៃវត្តរបស់យើងធ្វើឲ្យព្រះវិហាររបស់យើងលែងមានភាពបរិសុទ្ធលែងមានភាពបងថងលែងទៅជារោគឧបោសថកម្មព្រះវិហារគឺជារោគឧបោសថកម្មសម្រាប់ប្រសពសម្ដែងសង្ឃកម្មនិងធ្វើឧបោសថសិលនិងធ្វើការសម្ដែងបដិមោក្ខប៉ុន្តែឥឡូវព្រះវិហាររបស់យើងខ្លាយទៅជាព្រះវិហារដែលអត់មានឥទ្ធិពលដែលអត់មានបារមីហើយប៉ះចាពីវិន័យរបស់ព្រះពុទ្ធសាសនាដូច្នេះសូមឲ្យអស់លោកស្រីធ្វើការពិចារណាអំពីរឿងនេះពីព្រោះកាលណាបើវត្តយើងទទួលយកឃាតករឲ្យមកកាត់ឫសីមាធ្វើឲ្យវត្តយើងនេះគឺទៅជាវត្តដែលចង្រៃធ្វើឲ្យទៅជាវត្តដែលមានបាតដៃដែលមានជនប្រឡាក់ដោយឈាមយើងមិនត្រូវការឲ្យបុគ្គលដែលមានបាតដៃប្រឡាក់ដោយឈាមមកឲ្យកាន់ឫសីមាមកឲ្យកាន់រណ្ដៅសីមារបស់យើងដូច្នេះយើងមានការសោកស្ដាយដែលមានវត្តមានសង្ឃទ្រុសិលសង្ឃដែលបរាជិកឲ្យមកកាន់វត្តរបស់យើងដែលជាវត្តអាអោហើយដែលជាទឹកដីស្អាតអោរបស់សាសនាឲ្យយើងបាទដូច្នេះសូមជួយការពិចារណាទាំងអស់គ្នាគោអមទៅវងប្រាជិតទៅវងប្រាជិតទៅវងទៅវងកញ្ចាយឿនទៅវងកញ្ចាយឿនទៅវងខ្ញុំយឿនជេវងស៊ីបាយខ្មែរស៊ីបាយខ្មែរបម្រើយឿនទេពវងគឺជាបុគ្គលម្នាក់ដែលបានស៊ីបាយខ្មែរបម្រើបរទេសទេពវងបានចប់សឹកប្រសងខ្មែរ